ដោយឃើញស្ថានភាពលំបាករបស់ Bamboo Pole ច្រមុះធំមានអារម្មណ៍អាណិតគាត់ហើយបានលើកគាត់ឡើងលើខ្នងរបស់គាត់បានយកវាទៅផ្ទះហើយពេលវេលាកន្លងផុតទៅយ៉ាងលឿនក្នុងមួយប៉ព្រិចភ្នែក Bamboo Pole បានធំឡើងជាយុវជនម្នាក់ទោះបីជាគាត់តូចនិងស្គមក៏ដោយក៏បញ្ញារបស់គាត់លើសពីអ្នកដទៃឆ្ងាញ់ណាស់គាត់បានធ្វើកង្ហារពីស្លឹកឈើដើម្បីត្រជាក់ខ្លួនម៉ាស៊ីនចែកចាយទឹកពីស្មៅដើម្បីបំបត្តិការស្រេកទឹករបស់គាត់ហើយថែមទាំងប្រើផ្លាស្ទិកដើម្បីធ្វើការវេធម្មជាតិទៀតផងថ្ងៃមួយ Big Note និង Bamboo Pole បានជួបប្រទះនឹងល្បែងលោតលើទីលានល្បែងនេះកំពុងត្រូវបានលេងដោយប្អូនប្រុសរបស់វាឈ្មោះ Big Ox ដែលមានជំនាញនិងក្លាហានមិនគួរឲ្យជឿដែលទទួលបានការអបអរសាទរពីហ្វូងមនុស្សស្ដេចស្វាដែលអង្គុយក្បែរនោះញញឹមដោយមោទនភាពពេលដែលអ្នកទាំងពីរកំពុងជក់ចិត្តនឹងហ្គេមបាល់ដែលកំពុងធ្លាក់នោះក៏ហោះមកចំពីមុខពួកគេភ្លាមស្វាច្រមុះធំដែលមានមុនស្នេហ៍បានលោតទៅរកបាល់រំខានដល់ហ្គេមហើយបាល់ក៏រំងាលចូលទៅក្នុងស្នាមប្រេះស្វាទាំងនោះចាប់ផ្ដើមដាល់នឹងទាត់អ្នកឈ្លានពានប៉ុន្តែសំណាងល្អបង្គោលឫស្សីបានប្រើផ្លាស្ទិកយ៉ាងប៉ិនប្រសប់ដើម្បីរុញបាល់ចេញស្វាទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេឃើញរឿងនេះនៅពេលនេះគោធំបានដឹងថាដែលត្រូវបានគ្របដណ្ដប់ដោយបង្គោលឫស្សីស្វាបានចាប់វាហើយលើកវាឡើងភ្លាមនោះស្វាទំពេកបានកត់សម្គាល់ឃើញថាម្រាមជើងខ្លីៗរបស់បង្គោលឫស្សីគឺដូចគ្នាបេះបិទទៅនឹងម្រាមជើងរបស់គោដែលជាលក្ខណៈពិសេសរបស់អ្នកស្នងមរតកវាបានបង្ហាញថាអ្នកស្នងមរតកពិតប្រាកដមិនបានស្លាប់ទេគោដោយមើលងាយបង្គោលឫស្សីបានបោះវាទៅលើដីពេលវាហៀបនឹងវាយបាល់បានជាប់នឹងដៃរបស់វាស្វាបានប្រញាប់ប្រញាល់ជួយទាញវាចេញប៉ុន្តែ